បាទសូមអរគុណដល់តាណែតដែលជ្រាបសួរដល់លោកគ្រូសួរគូអស់ទាំងលោកគ្រូមរបតទាំងបាទអ្នកគ្រូរតទាំងសិវឡុងហើយទាំងអ្នកគ្រូឃឹមបាទអរគុណព្រះអង្គដែលយើងបានជួបគ្នានៅថ្ងៃនេះឥឡូវយើងមានរៀនជាមួយគ្នាភាសាមួយគ្នាបាទមេនខ្ញុំបរៀនហ្នឹងក៏យើងយកមេរៀនមកដើម្បីរៀនពិភាក្សាមួយគ្នាខ្ញុំយកមេរៀនមួយមានលោកគ្រូម្នាក់គាត់និពន្ធគឺលោកដុកទ័រអាំងដុកតង់ប៉ាវបាទគាត់ជាជនជាតិអាអាមេរិកបណ្ដែជាដូចជាចិនទេបាទអញ្ចឹងគាត់ចងក្រងមេរៀនពីគ្រួសារអញ្ចឹងថ្ងៃនេះខ្ញុំលើកយកពិភាក្សាពីការផ្គត់ផ្គង់ស្រីត្រីកានៅក្នុងក្រុមគ្រួសារយើងមានការផ្គត់ផ្គង់ស្រីត្រីកាបាទអញ្ចឹងសូមចាប់ផ្ដើមមេរៀនតែម្ដងបាទរឿងភាសាគ្នាបាទគាត់តែឈ្មោះអង្គដូហ្វុងតាវហើយលោកគូបានរបស់លោកជាអ្នកបកប្រែមេរៀននេះអញ្ចឹងមេរៀននេះគេថតផ្លូវមួយផ្លូវនេះផ្លូវស្រុកខ្មែរទេមិនផ្លូវស្រុកគេទេណាផ្លូវស្រុកខ្មែរយើងដាក់គ្រួសារគិបសាទមេរៀនទី1ហើយបាទយើងគ្រូឃើញថាខ្ញុំស្ដាច់ខ្ញុំស្ដាប់ដាច់ប្រហែលជាអ៊ីនធឺណិតខ្ញុំមានបញ្ហាបាទហើយជាអញ្ចឹងឬក៏គូអាដណែតឬដាច់ទេឬគូរវល់អីដាច់ទេអត់ដាច់ទេដាច់តែគាត់ទេលឺលោកគ្រូលឺអញ្ចឹងពេលប្រហែលជាអ៊ីនធឺណិតអ្នកគូបាទអញ្ចឹងយើងរៀនពីការផ្គត់ផ្គង់សីតុកាព្រោះនៅក្នុងក្រុមគ្រួសារមួយមានសីតុកាដូចជា Maslow គាត់និយាយពីសីតុកាទាំងរូបកាយទាំងអីចឹងណាបាទ4យ៉ាងអីជាដើមចឹងថ្ងៃនេះយើងរៀនពីស្អីត្រូវការនៅក្នុងក្រុមគ្រួសារយើងទៅផ្គត់ផ្គង់ដែលត្រូវការឲ្យគ្នាទៅវិញទៅមកទៅបាទគ្រួសារយើងមានសុភមង្គលមានគេហៅថាអាបំពេញឲ្យគ្នាទៅវិញទៅមកមានថាបើយើងម្នាក់យើងមានសេដ្ឋការរបស់យើងចុះទៅរំ2នាក់ទៅរំ3នាក់អញ្ចឹងយើងត្រូវផ្គត់ផ្គង់សេដ្ឋការគ្នាទៅវិញទៅមកអញ្ចឹងអញ្ចឹងនេះជាគេហៅថាបាទតាប់ការផ្គត់ផ្គង់ស្អីត្រូវការអញ្ចឹងយើងមានលោកគ្រូអ្នកគ្រូឃើញរូបខាងក្រោមនេះឃើញមនុស្សហើយឃើញមានអីវ៉ាន់នៅពីលើអញ្ចឹងណាអីវ៉ាន់ទៅលើគឺអីវ៉ាន់ទាំងអស់ហ្នឹងជាស្អីត្រូវការយើងឃើញមានតាំងផ្ទះមានតាំងឡានមានតាំងអីចឹងអស់តារបស់របរទាំងអស់ជាការផ្គត់ផ្គង់ស្អីត្រូវការនៅក្នុងគ្រួសារយើងហើយគេដាក់សំណួរមួយគេដាក់សំណួរថាតើអ្នកដែលគិតដែរឬទេថាជីវិតមានរឿងដែលត្រូវឲ្យយើងដោះស្រាយលើសពីនេះទៅទៀតអញ្ចឹងលើសពីឃើញរូបហ្នឹងទៀតអញ្ចឹងបើសិនជារាល់ថ្ងៃបើយើងយកសីតុការយើងមកដាក់លីណាដូចមនុស្សនេះចឹងបើណាបើណាយើងមិនគិតថាលីតាំងពីបង់ថ្លៃទឹកថ្លៃភ្លើងតាំងពីរឿងម្ហូបអាហារតាំងពីរឿងធនាគាររឿងអីហ្នឹងមកកាផ្លេមកណាអញ្ចឹងបាទនៅទទួលខុសត្រូវយើងមានទទួលខុសត្រូវអញ្ចឹងបាននេះការគ្រប់គ្រងសីតុការបាទអញ្ចឹងនេះហៅថាអញ្ចឹងរូបពីរនេះយើងឃើញរៀងខុសគ្នារូបខាងនេះយើងឃើញថាបេះដូងស្រឡាញ់រូបខាងនេះយើងឃើញមានគេហៅថាទំនួលខុសត្រូវបាទទំនួលខុសត្រូវដែលយើងត្រូវទទួលខុសត្រូវអញ្ចឹងអាក្នុងគ្រួសារត្រូវមានទាំងពីរហ្នឹងបើស្រឡាញ់ត្រូវតែមានទំនួលខុសត្រូវមិនបងស្រឡាញ់អូនស្រឡាញ់បងចប់ទេចឹងណាអូនស្រឡាញ់បងស្រឡាញ់អូនបានអីហូបបានអីញ៉ាំបងស្រឡាញ់អូនស្រឡាញ់បងបានអីនៅបានអីជីកបានអីជាងចឹងណាបាទអញ្ចឹងវាពាក់ព័ន្ធទាំងពីរហ្នឹងបាទអញ្ចឹងបានការសម្រេចចិត្តរៀបការខ្លះនៅក្មេងៗតាស្រឡាញ់អត់ទំនួលខុសត្រូវទីបំផុតទៅអត់អីញ៉ាំអត់អីហូបអាចទាស់ទែងគ្នា
ប៉ុន្តែមួយទៀតបើមានតែតនួខុសត្រូវប៉ុន្តែអត់gâyស្រឡាញ់ក៏អត់នៅជាមួយគ្នាយូរដែរចឹងដូចជាអ្នកខ្លះគាត់មានលុយមានឡានមានអីទាំងអស់ប៉ុន្តែអត់ស្អីស្រឡាញ់ចឹងក៏អត់នៅមួយគ្នាយូរចឹងក្នុងគ្រួសារទៅមានពីរហ្នឹងបាទយើងទៅតិចទៀតថានេះតើអ្នកមិនមានអារម្មណ៍ដូចគាត់ទេអីជីវិតអ្នកមានគ្រួសារមានលក្ខណៈដូចអ្នកឯងគឺត្រូវគេទាញជំទឹះចឹងលោកគ្រូអ្នកគ្រូដែលមានគ្រួសារដឹងហើយទាំងខ្ញុំដែរគ្រូអ្នកគ្រូដឹងកាលពីយើងនៅកន្លោះមិញគេថាពេលយើង24ម៉ោងដូចគ្នាប៉ុន្តែយើងមានពេលរៀនយើងមានពេលធ្វើការមានពេលមួយពួកម៉ាក់អីខ្លះប៉ុន្តែដល់ពេលតែយើងរៀបការហើយទៅមានពេលមួយប្រពន្ធហើយថ្ងៃក្រោយមានកូនមានពេលមួយកូនមានពេលរស់ស៊ីចឹងការមានពេលហ្នឹងច្រើនណាស់បាទការត្រូវញែកពេលប៉ុន្តែពេលយើងនៅ24ម៉ោងមួយថ្ងៃដដែលប៉ុន្តែត្រូវតែចេះគ្រប់គ្រងពេលវេលាតែអត់ចេះគ្រប់គ្រងពេលវេលាតែជាមានរឿងពោះតែអត់ចេះគ្រប់គ្រងពេលវេលាបាទអញ្ចឹងនេះជាមួយទៀតអញ្ចឹងការគ្រប់គ្រងស្ដីត្រូវការយើងមើលនៅក្នុងព្រះគម្ពីរអធីម៉ូថេខ្សែទី1ជំពូក5ខ8ព្រះគម្ពីរបានចែងថាអ្នកណាមិនរវើរវល់ថែទាំសាច់ញាតិរបស់ខ្លួនជាពិសេសមិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់អ្នកនោះបានក្បត់ជំនឿរបស់ខ្លួនហើយអាក្រក់ជាងអ្នកមិនជឿទៅទៀតចឹងនេះជាព្រះគម្ពីរបានចែងថាអ្នកណាដែលបាទមិនរវីរវល់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួនឯងទេហើយជាពិសេសមិនថែទាំអ្នកក្នុងក្រុមគ្រួសារយើងផ្ទាល់នៅក្បត់ជំនឿមានថាជំនឿព្រះអង្គឲ្យយើងស្រឡាញ់ព្រះអង្គហើយផ្គត់ផ្គង់ក្រុមគ្រួសារយើងបាទដូចជាយើងថាស្រឡាញ់ព្រះហើយស្រឡាញ់អតីតដោយខ្លួនឯងផ្គត់ផ្គង់ក្រុមគ្រួសារយើងអ្នកដតីចិត្តជាងគេគឺក្រុមគ្រួសារយើងបាទអញ្ចឹងយើងត្រូវចេះទាំងនេះបាទនេះជាការដែលព្រះគម្ពីរចែកដល់ថេសាឡូនីកវិញខ្សែទី2ចំពុក3ខ10ថាព្រោះកាយយើងនៅជាមួយបងប្អូនបើយើងបានទូមានបងប្អូនថាអ្នកណាមិនព្រមធ្វើការអ្នកនោះមិនត្រូវបរិភោគដែរអញ្ចឹងនៅក្នុងគ្រួសាររៀងមានកោការហ្នឹងប្តីប្រពន្ធក្រុមគ្រួសារមានកោការហ្នឹងបើយើងចង់បានហូបតើយើងធ្វើការបើយើងចង់បានគ្រួសារយើងធូរធារតើយើងធ្វើការតើក៏ចង់បានគ្រួសារយើងល្អតើយើងធ្វើការល្អយើងចង់ឲ្យគ្រួសារយើងពេញដោយការអត់ទោសតើយើងមានការអត់ទោសណាអញ្ចឹងយើងចង់ហូបអីយើងត្រូវតែធ្វើហ្នឹងបាទទៅធ្វើកិច្ចការហ្នឹងចង់ឲ្យគ្រួសារយើងពេញដោយសំណើចតើយើងនាំគ្នាធ្វើឲ្យមិនឲ្យសុបាយបើសិនជាយើងមុខរឿងកញើប្រកាន់ច្រើនអីច្រើនគ្រួសារហ្នឹងអត់សូវសុបាយទេណាគ្រួសារហ្នឹងអត់បាត់តំណងបាទអញ្ចឹងនេះជាការថាបើមិនព្រមធ្វើការមិនត្រូវបរិភោគអញ្ចឹងនេះជាការដែលលើកទឹកចិត្តហើយមួយទៀតការផ្គត់ផ្គង់ស្ដីត្រូវការ4យ៉ាងអញ្ចឹងការផ្គត់ផ្គង់មានការផ្គត់ផ្គង់ស្ដីត្រូវការ4យ៉ាងមានការ4យ៉ាងដែលប្តីប្រពន្ធត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកនេះលោតហ្វុនបន្តិចប្រពន្ធបាទហ្នឹងបាទហើយលោកគ្រូអ្នកគ្រូបងប្អូនមានការអីចង់ភាសាអាចនិយាយបានតែគ្នាឯងទេអានឹងយើងរៀនមួយគ្នាភាសាមួយគ្នាទៅការផ្គត់ផ្គង់ទី1ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុចឹងបាទនេះជារឿងសំខាន់ណាស់បាទខ្ញុំក៏មានប្រពន្ធដែរចឹងយើងគិតជាមួយគ្នាថាយើងរៀបការហើយអ្នកណាអ្នកទុកលុយចឹងដូចយើងមានក្រុមហ៊ុនមួយចឹងមានក្រុមហ៊ុនមួយมันអាចអ្នកនេះក៏កាន់លុយអ្នកនោះកាន់លុយទេតែលុយទៅនៅមួយកន្លែងហើយបន្ទាប់មកទៀតបានចាយទៅមានខ្ទង់ប៉ុន្តែបើយើងមើលខ្ញុំឃើញបរទេសខ្លះគាត់អត់ឲ្យប្តីកាន់ផ្សេងប្រពន្ធកាន់ផ្សេងប៉ុន្តែប្រហែលបជីហ្នឹងក៏ផ្សេងដែរមិនដឹង
ប៉ុន្តែខ្មែរយើងដូចជាអត់ចឹងឯងយើងច្រើនតែអឺទុកលុយប្រពន្ធអ្នកទុកចឹងទៅតោះមកប្រពន្ធជូនប្តីប្រមាណទុកចាយប្រចាំខែទៅបាទហើយបន្ទាប់មកយើងធ្វើរបាយការណ៍ឲ្យគ្នាអឺអាចមួយអាទិត្យម្ដងឬក៏ពីរអាទិត្យឬក៏មួយខែម្ដងឲ្យជាដើមអញ្ចឹងការទីមួយគឺផ្គត់ផ្គង់ផ្នែកវត្ថុគឺមានលុយកាក់សម្ភារៈចំនួនអីជាដើមបាទត្រូវតែមានបើអត់មានការផ្គត់ផ្គង់ទេគ្រួសារយើងអត់បានថាទៅជាគ្រួសារខ្វះខាតទាំងទៅរស់ស៊ីទាំងប្តីទាំងប្រពន្ធឬក៏យើងអ្នកបម្រើព្រះអង្គយើងបម្រើព្រះបាទជាដើមបាទឥឡូវយើងមើលមួយទៀតការផ្គត់ផ្គង់ផ្នែកមនោចេតនាអញ្ចឹងបានយើងនិយាយមុនមិញស្រឡាញ់តែត្រូវតែមានការទំនួលខុសត្រូវដោយលុយកាក់អញ្ចឹងបាទមិនថាបងស្រឡាញ់អូនស្រឡាញ់បងឯងចប់ទេបានអីហូបបានអីនៅបានអីធ្វើដំណើរមួយទៀតការផ្គត់ផ្គង់ផ្នែកមនោចេតនាជួនកាលយើងមានលុយអត់គ្រប់ទេត្រូវចេះសរសើរគ្នាទៅចេះយល់ចិត្តគ្នាអញ្ចឹងបានយើងឃើញមានប្តីប្រពន្ធខ្លះលោកនៅមួយគ្នាប៉ុន្តែលោកអត់សូវតែសរសើរគ្នាទេណាបាទអត់សូវយល់ចិត្តគ្នាទេអញ្ចឹងអាសាឆ្លោះអាសាអាសាខឹងគ្នាអាសាសង្ស័យគ្នាដោយសារអីដោយសារទីមួយអត់ចេះសរសើរគ្នាអត់យល់ចិត្តគ្នាអត់យល់ចិត្តថាប្រពន្ធចង់បានអីប្តីចង់បានអីអញ្ចឹងដល់អញ្ចឹងទៅអាសាទាស់គ្នាឬក៏មួយទៀតចង់ចាញ់ចង់ឈ្នះនេះណាខ្លាចលោថាប្រពន្ធបានដៃប្តីបានដៃអញ្ចឹងទៅចេះតែយកឈ្នះទីផុតទៅចាញ់រៀងខ្លួនអញ្ចឹងចឹងបានជួនកាលគេសម្ភាសអ្នកខ្លះគេសម្ភាសអ្នកមានណាគេសម្ភាសអ្នកមានតួកុនឬក៏អ្នកអីចឹងតែចង់បានគួរសារមិនគេតែចង់បានយល់ចិត្តព្រោះលុយកាក់គេមានហើយផ្ទះអីគេមានហើយគេសំខាន់មានយល់ចិត្តចឹងសំខាន់ឲ្យយល់ចិត្តហ្នឹងតាំងពីពេលឈឺជាអីជាដើមបាទនេះជាការផ្គត់ផ្គង់កាលណាខ្វះផ្នែកហ្នឹងក៏មានអ្នកខ្លះបាក់បែកគ្នាព្រោះតែការមិនយល់ចិត្តគ្នាដែរឬក៏អត់ចេះប្រើពាក្យអសើរអ្នកខ្លះចេះតែប្រើពាក្យបន្ទោសដីឲ្យចាប់កំហុសប៉ុន្តែសើអត់សូវមានអញ្ចឹងសូមឲ្យមានការសរសើរបាទទៅគ្រួសារយើងសុខសប្បាយសុខសាន្តមួយទៀតការគ្រប់គ្រងផ្នែកសិលធម៌សិលធម៌គឺបូរណភាពបូរណភាពគឺភាពស្អាតស្អំស្អាតស្អំបាទគឺភាពស្អាតស្អំមួយចិត្តចិត្តស្មោះត្រង់មួយទៀតសិទ្ធឬក៏ការរួមរស់បាទផ្លូវភេទអញ្ចឹងនេះជាការផ្គត់ផ្គង់ផ្នែកទី3ហើយកាលណាយើងអត់មានការស្អាតស្អំគឺធ្វើឲ្យដៃគូមកខាងទៀតសង្ស័យដៃគូមកខាងទៀតមិនទុកចិត្តបាទស្អាតស្អំហើយមួយទៀតភាពស្មោះត្រង់បាទមិនថានៅចិត្តនៅឆ្ងាយយើងស្មោះត្រង់ប្តីត្រូវការប្រពន្ធស្មោះត្រង់ប្រពន្ធត្រូវការប្តីស្មោះត្រង់នេះជាស្អីត្រូវការហើយកាលណាយើងអត់បំពេញសេចក្ដីការហ្នឹងធ្វើឲ្យគ្រួសារយើងអត់សុខទេអញ្ចឹងបានយើងឃើញគ្រួសារខ្មែរយើងទាស់គ្នាដោយសារបាត់ភាពស្មោះត្រង់ភាពស្អាតស្អំអីជាដើមមួយទៀតគឺបញ្ហាផ្គត់ផ្គង់ផ្នែកផ្លូវភេទហើយកាលណាការដែលខាងផ្នែកណាមួយទុនខ្សោយគឺគ្រួសារតែងតែបែកបាក់អញ្ចឹងបានយើងឃើញស្រុកខ្មែរយើងឃើញគេប្រើពាក្យមួយនៅផ្ទះប្តីយើងទៅក្រៅប្តីគេអានេះជាការដែលគ្រោះថ្នាក់ដែរយើងឃើញនៅក្នុងសង្គមជាដើមពីការផ្គត់ផ្គង់អត់បានគ្រប់គ្រាន់ការផ្គត់ផ្គង់អត់មានការយល់គ្នាបាទនេះជាបញ្ហាមានគួរសារច្រើនឬដៃគូច្រើនជាដើមបាទចឹងនេះការផ្គត់ផ្គង់ទី3ហើយមួយទៀតការផ្គត់ផ្គង់ទី4គឺការផ្គត់ផ្គង់ផ្នែកវិញ្ញាណចឹងយើងអ្នកជឿព្រះអង្គយើងមានការផ្គត់ផ្គង់មួយទៀតខាងវិញ្ញាណបើគេអត់ជឿវិញទេគេទៅឯណាតាំងសមាធិគេទៅឯណាហាត់យូកាហាត់អីចឹងទៅបាទប៉ុន្តែយើងអ្នកជឿព្រះអង្គមិនថាយើងមិនហាត់ទេយើងហាត់ប្រាណអ្នកខ្លះក៏ហាត់យូកាអីដែរប៉ុន្តែយើងមានការបង្រៀនប្រមន្ទូលការអធិដ្ឋាន
ការធ្វើបន្ទាល់ការបម្រើប្រជាម្ចាស់អញ្ចឹងនេះជាការដែលផ្គត់ផ្គង់ផ្នែកទាំង4ដែលយើងត្រូវផ្គត់ផ្គង់ក្រុមគ្រួសារយើងនីមួយបាទហើយខ្ញុំក៏រៀនដូចគ្នាដែរមិនមែនថាយើងចេះទេបាទណាចាំថាគ្រួសារណាមិនចេះទាស់គ្នាក៏គ្រួសារខ្ញុំក៏ចេះទាស់គ្នាដែរបាទអញ្ចឹងយើងរៀនដើម្បីឲ្យគ្រួសារយើងកាន់តែល្អហើយតែយើងអត់ផ្គត់ផ្គង់ផ្នែកណាមួយគ្រួសារយើងមានបញ្ហាឧទាហរណ៍យើងអត់ផ្គត់ផ្គង់ផ្នែកអារម្មណ៍វត្ថុលុយកាក់ខ្វះខាតគ្រួសារត្រូវមានបញ្ហាមួយទៀតយើងអត់ចេះសរសើរអត់ចេះយល់ចិត្តគ្រួសារក៏បញ្ហាមួយទៀតយើងអត់ស្មោះត្រង់អត់ស្អាតស្អំយើងអត់ផ្គត់ផ្គង់ផ្លូវភេទគ្រប់គ្រាន់ធ្វើឲ្យគ្រួសារក៏មានបញ្ហាមួយទៀតខាងវិញ្ញាណយើងខ្សោយអត់សូវជុំគ្នាអធិដ្ឋាននៅក្នុងគ្រួសារអត់សូវអានព្រះបន្ទូលព្រះអង្គអត់សូវបម្រើព្រះអង្គអត់ចេះសូវធ្វើទីបន្ទាល់ពីព្រះអង្គធ្វើការអស្ចារ្យក្នុងគ្រួសារយើងប្រាប់កូនចៅយើងបានអញ្ចឹងបានព្រះគម្ពីរបាទទុតិយថាប្រាប់ថាចូលយើងអានព្រះបន្ទូលព្រះអង្គប្រាប់កូនចៅឲ្យយើងនិទានរឿងប្រាប់កូនចៅយើងដើម្បីជាទម្លាប់ដ៏ល្អនៅក្នុងក្រុមគ្រួសារអញ្ចឹងក្រុមគ្រួសារខ្ញុំក៏រៀនដែរពេលល្ងាចយើងជុំគ្នាអធិដ្ឋានម៉ោង8អញ្ចឹងទៅយើងថ្វាយបង្គំព្រះអង្គអធិដ្ឋានជាមួយគ្នាចាពួកកាលណាខាងវិញ្ញាណយើងខ្សោយស្អីទៀតក៏រៀងខ្សោយដែរបាទអញ្ចឹងមេរៀននេះលោកគ្រូក៏ដាក់ការផ្គត់ផ្គង់4យ៉ាងតែប្តីប្រពន្ធទៅផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមកទៅក្រុមគ្រួសារយើងមានដំណើរការល្អបើយើងនិយាយចំដូចឡានមានកង់4អញ្ចឹងណាកង់4អញ្ចឹងបើយើងខ្វះកង់ណាមួយក៏ទៅមិនបានឆ្ងាយក៏ទៅមិនល្អហើយតើមានកង់ទាំង4ទៅបានគ្រួសារយើងសុខសប្បាយសុខសាន្តហើយខ្ញុំក៏រៀនមេរៀននេះក៏យកមកអនុវត្តក្នុងគ្រួសារខ្ញុំដូចគ្នាដែរអញ្ចឹងខ្ញុំក៏យកមេរៀននេះមកចែកចាយជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាយើងរៀនជាមួយគ្នាភាសាជាមួយគ្នាមិនមែនថាអ្នកណាចេះចេះណាយើងរៀនមួយគ្នាទេបាទហើយការដែលយើងនៅផែនដីនេះជាដំណើរការនៃការដែលយើងរៀនជាមួយគ្នាបាទចឹងមកដល់ចំណុចទៅនេះលោកគ្រូអ្នកគ្រូមានអីចង់បញ្ចេញមតិយោបល់អីទេអាចចង់បញ្ចេញមតិយោបល់អីអាចយើងបញ្ចេញមតិយោបល់បានបាទហើយគូណាណែតយើងត្រូវបញ្ចប់ម៉ោងប្រហែលដែរនៅម៉ោងម៉ោង4ម៉ោង3:40អីលោកគ្រូបាទបាទអញ្ចឹងបងប្អូនដែលមានសំណួរឬក៏មានអីដែលចង់ចែករំលែកបន្ថែមទៀតក៏បានហើយដោយសារលោកគ្រូនឹងមានមេរៀនបន្តទៀតតែយើងមានតទៀតដែរតាបាទអញ្ចឹងទៅលោកគ្រូឯងអញ្ជើញបន្តទៀតទៅព្រោះយើងនឹងសាកម៉ោងខ្លីដែរបាទអញ្ចឹងប្រហែលជាបន្តទៅទីត្រួសនេះថាគេដាក់សំណួរថាតើអ្នកព្រមផ្គត់ផ្គង់គូជីវិតរបស់អ្នកតាមបែបខាងលើនេះដែរទេបាទអញ្ចឹងនេះជាទាំង4ផ្នែកហ្នឹងបាទហើយតែយើងខានកន្លែងណាមួយកន្លែងនេះមានរឿងអញ្ចឹងបានគួរសារមួយទាស់គ្នាដោយសារតែចង្កឹះអត់បានផ្គត់ផ្គង់ផ្នែកណាមួយអត់បានផ្នែកផ្នែកវត្ថុមានរឿងវត្ថុអត់ផ្គត់ផ្គង់ផ្នែកមនោចេតនាមានរឿងមនោចេតនាអត់ផ្គត់ផ្គង់ផ្នែកសិលធម៌មានរឿងហើយផ្នែកខាងវិញ្ញាណខ្សោយកាន់តែបញ្ហាទៅទៀតបាទនេះជាតំណែងតំណងចំពោះការងារនិងគ្រួសារក្នុងមេរៀននេះប្រាប់ថារវាងគ្រួសាររបស់អ្នកបាទនិងការងារមួយណាសំខាន់ជាងសំណួរសួរថាគ្រួសារហើយនឹងការងារណាមួយសំខាន់ជាងសំណួរសួរណាប៉ុន្តែយើងដឹងហើយថាគ្រួសារសំខាន់ជាងអ្នកខ្លះគេយកការងារសំខាន់ប៉ុន្តែពាក្យមួយយើងមិនអាចធ្វើការគេហៅថាយើងមិនអាចយកគ្រួសារដើម្បីការងារទេយើងយកការងារដើម្បីមកគ្រួសារអញ្ចឹងណា
បាទហើយមួយទៀតការងារយើងអាចដូរប៉ុន្តែគ្រួសារយើងមិនអាចដូរទេគ្រួសារនៅជាមួយដៃពុនយើងនៅជាមួយរហូតហើយមួយទៀតការងារអាចមានរត្រែតប៉ុន្តែប្តីប្រពន្ធអត់មានរត្រែតទេបាទហើយការងារតែយើងឈឺហួសកំណត់គេអាចបញ្ឈប់យើងក៏អាចឈប់ប៉ុន្តែពេលឈឺគ្រួសារយើងមិនអាចឈប់មើលយើងទេគាត់នៅមើលយើងរហូតទៅថែរក្សាយើងរហូតអញ្ចឹងយើងគួរចំណាយពេលខាងណាច្រើនជាងចាំបានអ្នកខ្លះគេហៅថាចង្កល់គេហៅថាវក់នឹងការងារណាវក់នឹងការងារអត់សូវថែរក្សាគ្រួសារដល់មានបញ្ហានៅកន្លែងការងារទៅគ្រួសារនេះក៏បែកបាក់បញ្ហាបដ អញ្ចឹងលើកទឹកចិត្តគូថារវាងការងារនិងគ្រួសារមួយណាសំខាន់ជាងគឺក្រុមគ្រួសារសំខាន់ជាងបាទនេះខកពីនៅរំកើងចំពោះ127ខ1ខ2ថាបើគ្មានព្រះម្ចាស់ទេការខំប្រឹងធ្វើការរបស់យើងដើម្បីគ្រួសារមកជាអត្ថប្រយោជន៍អញ្ចឹងយើងមិនមែនយកគ្រួសារដើម្បីការងារទេយើងយកការងារដើម្បីគ្រួសារបាទអញ្ចឹងនេះជាចំណុចមួយបាទអញ្ចឹងបានពាក្យនេះថាខ្ញុំមិនអាចឈប់រត់វិលវងបានទេបើយ៉ាងមកគេសួរសំណួរតើឯងទៅធ្វើការដើម្បីអីអ្នកថាធ្វើការដើម្បីបានលុយមកធ្វើអីលុយដើម្បីទិញរបស់ញ៉ាំហើយមានកម្លាំងធ្វើការបានលុយឲ្យទិញអីញ៉ាំបាទមកធ្វើការបើថាការងារមានចម្លើយតែប៉ុណ្ណឹងគឺយើងរស់តែប៉ុណ្ណឹងប៉ុន្តែមែនទេគឺយើងធ្វើការដើម្បីគ្រួសារបាទអញ្ចឹងកន្លែងនេះដាក់ថាអាជីពរបស់យើងកាន់តែសំខាន់មានសារៈសំខាន់ខ្លាំងឡើងរហូតតតែយើងសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីអាជីពរបស់យើងរាប់ទាំងអាពាហ៍ពាហ៍កូនចៅគ្រួសារពេលទំនេរនិងពេលលំហែរបស់យើងអញ្ចឹងមានអ្នកខ្លះលះបង់គ្រួសារដើម្បីអាជីពតើអាជីពរបស់យើងសមនឹងឲ្យយើងលះបង់ដល់ຂະຫນາດនេះឬទេបាទខាងក្រៅមានសម្ពាធធ្ងន់ណាស់ផ្ទះយើងគួរតែកន្លែងសម្រាប់អ្នកខ្លះធ្វើការពីក្រៅការងារហត់ឲ្យមកធ្វើនៅផ្ទះទៀតមួម៉ៅដាក់ប្រពន្ធដាក់កូនដាក់ប្តីដាក់ស្អីទៀតទៅផលសម្ពាធពេញមកគ្រួសារតែម្ដងអញ្ចឹងបានគេថាឲ្យយើងចេះបើមានបញ្ហានៅគ្រួសារនៅការងារទុកតែនៅការងារទៅកុំឲ្យយកមកឆ្លងដល់គ្រួសារហើយបើមានបញ្ហាគ្រួសារក៏ដូចគ្នាកុំឲ្យឆ្លងទៅការងារអញ្ចឹងតែមិនអញ្ចឹងទៅវល់ពេញទាំងអស់ហ្នឹងទៅឲ្យបញ្ហាកើតឡើងបាទយើងគួរតែឲ្យអតិភិបទៅលើអ្វីចឹងរវាងការងារនិងគ្រួសារអីជាធំជាងគេគឺក្រុមគ្រួសារបាទព្រោះខកពីធីម៉ូថេប្រាប់ហើយបើយើងអត់គុតគង់អត់យកចិត្តទៅដាក់សាច់ញាតិយើងនិងគ្រួសារយើងទេយើងជាអ្នកក្បត់ជំនឿនេះនិយាយពីក្រុមជំនុំនិងគ្រួសារតើមួយណាសំខាន់ជាងបាទនៅតែគ្រួសារសំខាន់ណាស់តែពេលគាត់ថាតាមពិតទៅគ្រួសារយើងគឺជាក្រុមជំនុំទី1ដែលយើងត្រូវមើលថែដែលមានឪពុកគ្រូងវាលម្ដាយឬក៏ប្រពន្ធជាហិរញ្ញិកឬក៏គ្រូងវាលជំនួយហើយកូនជាសមាជិកចឹងគ្រួសារមួយជាក្រុមជំនុំតូចមួយដែលយើងត្រូវថែមុនគេបាទនេះជាការដែលយើងរៀនហើយមួយទៀតគ្រួសារដែលមានជោគជ័យណាគេបួនថាតើគ្រួសារជោគជ័យនេះថាគ្រួសារដែលមានជោគជ័យក៏ជោគជ័យតាមបែបលោកីអញ្ចឹងអ្នកអត់ជឿគេឲ្យភាពជោគជ័យគ្រួសារជោគជ័យបែបលោកីខ្លាយជាកម្ពូលអ្នកមានជាកម្ពូលបរោះជាកម្ពូលនារីហើយជាកម្ពូលជើងឯកណាខ្លាយជាកីឡាករឯកខ្លាយជាអ្នកនយោបាយឯកខ្លាយជាអ្នកមានកម្ពូលគេតំណាងឲ្យសចហ្នឹងគឺជើងឯកបាទប៉ុន្តែតាមបែបព្រះយេស៊ូវវិញមិនអញ្ចឹងទេព្រះយេស៊ូវបែបព្រះយេស៊ូវវិញតំណាងឲ្យសតំណាងបែបលោកីតំណាងឲ្យជើងឯកយូរទៅ
mà những trường ai thay trường từ muối dù thế là so trường châu lên đây và kết ta bị ca nghe kết ta bị rô si kết ta trong ban là bấy tình phật tới bạch bằng của xã ở trên này về là bạch bằng chẳng ấy chẳng bàn là cái miền là đường mũi miền nẹt miền mà nẹt có cây tha kia nó đập cài pram có đây ăn lụa ra đấy có cả lê màu khơi của xa mới lụa lột trà hai kênh vào đây được pôn xà lanh cái này bà lai cái này khơi côn mà phải riêng mà chui lụa xà bài đi đi có cật nằng chặt có cả pôn ở đây pôn có lên cái này hai con miền lùi rọp liền thấy nghe có tha bà sân chỉ ai tinh sự phép bằng cô bán quạt trăng thơ cua sa ở đời cua sa mùi ní vân chẳng gặp lối giọt ai tinh sự phép bằng cô tinh dây sọc xa nữa chẳng đầm nang ai so xó bài bởi Giêsu cứ sọc xa Johan chỉ phục đập bốn không mà phải vờ nhằm tốt dây sọc xa này nào khní nhằm đó dây sọc xa nó bọc nhom cái này lột nó nhom ở này đó khní dây sọc xa đây nhom phát đó là ở ní mình đôi xây sản để một lô ảo tệ chân cua sa để chụp chế mình men miên lùi chở men miên mục mọt kháng mình men là bay khlang khla tới dân khơi nhé cua sa khá là bay lên nè bạn bay là bay và miên rương bạn chấn gì nơi không nông bởi Giêsu cứ sọc xa chia chụp chếในក្រុមគ្រួសារបាទអញ្ចឹងខ្ញុំនិយាយថាមានមិនល្អទេមានល្អហើយប៉ុន្តែមានឲ្យសក់កុំឲ្យមានទៅវាមានរឿងកាន់តែខ្លាំងគ្រួសារមានសុភមង្គលអត់ល្អទេអញ្ចឹងថ្ងៃនេះអញ្ចឹងខ្ញុំគិតថាចាបញ្ចប់ប៉ុណ្ណឹងគឺមានន័យថាជោគជ័យរបស់គ្រួសារគឺសុខសាន្តទាំងប្តីពុនសុខទាំងអស់គ្នាហើយទាំងកូនសុខទាំងអស់គ្នាស្របតាមព្រះបន្ទូលព្រះអង្គថាព្រះអង្គទុកសេចក្តីសុខសាន្តឲ្យយើងព្រះអង្គក្តីសុខផ្ដល់សេចក្តីសុខសាន្តឲ្យយើងហើយសេចក្តីសុខសាន្តដែលព្រះអង្គឲ្យខុសពីលោកីឲ្យណាបាទអញ្ចឹងអរគុណព្រះអង្គហើយសូមព្រះអង្គប្រទានពរឥឡូវយើងអាចពិសាគ្នាខ្លះទៅបាទដើម្បីនេះតែម្ដងបាទយើងមេរៀននេះចប់ប៉ុណ្ណឹងហើយ